ក្រុមហ៊ុន Apple បានបង្កើតទូរស័ព្ទ model ថ្មីមួយដែលលោកអ្នកមិនធ្លាប់បានឃើញព្រោះមិនទាន់ចេញលក់ iPhone XS និង iPhone XS Max iPhone XS មានកញ្ចក់រាងប៉ោងដូចស្ត្រីមានផ្ទៃពោះជិតគ្រប់ខែមានរូប wallpaper ក្រវេមក្រវាមដូចព្រូនស្រោមស្រោបមាសសុទ្ធដែលអាចចាំងភ្នែកដល់ខ្វាក់កាមេរ៉ាផុសងាយនឹងឆ្កូតស្រីម្នាក់ឈរកាន់ iPhone កណ្ដាលសមុទ្រខ្សាច់ក្តៅហួតហែងរួមជាមួយនឹងអេក្រង់សស្លែតដូចជាកញ្ចក់បែកអាចថតរូបគំនរសម្រាមស្ទឹងមានជ័យបានយ៉ាងច្បាស់ចែស្រីពីរនាក់ដើរទិញទំនិញហើយលើកបង្ហាញអួតទូរស័ព្ទគេនៅពេលនេះម៉ោង 6:41 នាទី iPhone XS គ្រើមដូចគ្រាប់ខ្សាច់ប្រើប្រព័ន្ធប្រតិបត្តិការ Android 2.0 A12 Bionic កាមេរ៉ាក្រោយកម្រាស់12ម៉ែត្រភ្ជាប់ជាមួយអំពូលភ្លើងមូល3គ្រាប់កាមេរ៉ាខាងក្រោមគឺឥតប្រយោជន៍ជាមួយនឹងកាមេរ៉ាទូរស័ព្ទនេះលោកអ្នកអាចថតមនុស្សឈួតជិះស្គីនៅលើសមុទ្រខ្សាច់ក្តៅហួតហែងដែលបែងភាគចេញជា4-10ប្រៀបដូចជាវេទមន្តកាមេរ៉ាខាងមុខនេះមុខអាក្រក់គឺនៅតែអាក្រក់มันអាចកែប្រែលោកអ្នកបានឡើយមាន iPhone XS ប្រើលោកអ្នកអាចថតគេប្រណាំងឡានដោយមិនខ្លាចឡានបុកងាប់តម្លៃសមរម្យ $3,200 បូកជាមួយនឹងឆ្នាំងសាកដ៏ប្រណិត $1,300 និងកាសឥតខ្សែ $980 អាចឲ្យលោកអ្នកធ្លាក់ខ្លួនក្រក្នុងរយៈពេលដ៏ខ្លីសរុបមក Nokia 1280S នៅតែជាទូរស័ព្ទស័ក្តិសមបំផុតសម្រាប់អ្នកទាំងតម្លៃទាំងរូបរាងនិងគុណភាព